នេះគឺជាទស្សនភាពស្រូវពូជ85បាទស្រែអ៊ីគូសលដែលគាត់ធ្វើការប្រើប្រាស់ផលិតផលជីថ្នាំក្រុមហ៊ុន SPK 1បាទស្រែអ៊ីគូសលគាត់ធ្វើការប្រើប្រាស់ទាំងជីទាំងថ្នាំប៉ុន្តែចំពោះជីវិញគឺគាត់បានធ្វើការប្រើប្រាស់សម្រាប់ជីដែលគាត់បានផ្ដាច់ទឹមប្រហើយថ្ងៃនេះតើបង15-30យើងផ្ដាច់ទឹមប្រហើយថ្ងៃហ្នឹងហ៎បាទស្រែខាងលើហ្នឹងហើយត្រឹមថ្ងៃហ្នឹង40ហិកតាជាងនេះ37ហ៎បាទ37ហាត់យើងប្រើជីដែលមានលេខ15-530គឺយើងប្រើទៅលើប្រភេទពូជ85ល្អមែនទែនដោយសារពូជ85សម្បូរជំងឺហើយក៏ប្រឈមនឹងដួលអញ្ចឹងបើយើងប្រើ15-530ស្រូវអត់ប្រឈមដួលស្រូវដើមអត់វែងស្លឹកក្រាស់ចូលត្រង់ល្អហើយស្រូវអត់ប្រឈមនឹងជំងឺទៀតបាទយើងការពារបានហើយនេះគឺជាស្រូវជាក់ស្ដែងយើងឃើញឫសវាល្អឫសដងដើមវាល្អមែនទែនឫសថ្មីក៏កើតច្រើនហើយបើនិយាយពីដើមវាគឺខ្លីទេអត់វែងទេស្លឹកវាច្រាំងល្អហើយស្រូវចាប់ដើមបាទឡើងសម្លៃហើយសម្លៃតូចហើយស្រូវបាយគុំល្អមែនទែនបាទហើយយើងមើលឫសទាំងអស់គ្នាបាទនេះឫសស្រូវរបស់យើងបាទឫសច្រើនមែនទែនហើយដែលស្រែនេះផងដែរយើងធ្វើការប្រើប្រាស់ជីបាទវគ្គទី1និងទី2បាទយើងប្រើប្រាស់ជីដែលមានលេខ28-16-8ទាំងវគ្គទី1ទាំងវគ្គទី2តែម្ដងបាទការបាយក្នុងស្រែនេះក៏ចាប់ផ្ដើមប្រមូលសបកបេទុកហើយដាច់អស់ហើយនេះគឺជារូបមន្តនៃការប្រើប្រាស់ជីក្នុងដំណាំស្រូវរបស់យើងដែលរូបមន្តទី1យើងធ្វើការប្រើប្រាស់ជីស៊ីងត្រូជែនបាទជំរើសទី1គឺស៊ីងត្រូជែនបូកជាមួយ DAP បាទ DAP គឺមានលេខ164110បូក OM 8%បាទនេះគឺជាផលិតផលជី DAP ក្រុមហ៊ុន SPK 1ហើយបើកម្រិតប្រើយើងអាចប្រើជីស៊ីងត្រូជែន 1B ទៅលាយជាមួយជី NPK 164110ហ្នឹងយើងប្រើវា 2B ទៅសម្រាប់ដី1ហិកតាណាកម្រិតបាទគឺកម្រិតយើងប្រើ725បាទហើយចំពោះរូបមន្តដែលយើងធ្វើការបាយវគ្គទី1ហ្នឹងដែរគឺយើងមានជំរើសមួយទៀតគឺជំរើសទី2ជំរើសទី2យើងពុំចាំបាច់លាយទេបើកសិករដែលគាត់ប្រើជំរើសទី1ភាគច្រើនគឺគាត់ចូលចិត្តប្រើជីដែលគាត់លាយបាទលាយជីអ៊ូរ៉េ DAP អញ្ចឹងទៅអញ្ចឹងយើងប្រើជីស៊ីងត្រូជែនបូកជាមួយ164110សម្រាប់ជីជំរើសទី2គឺយើងប្រើវាគឺយើងប្រើវាសុទ្ធយើងពុំចាំបាច់លាយទេគឺជីដែលមានលេខ NPK 28-16-8បាទយើងអាចធ្វើការប្រើប្រាស់លើកទី1បាទចំពោះស្រូវពូជ85ស្រូវអាយុខ្ទង់13-15ថ្ងៃគឺយើងបាយវគ្គទី1បានហើយដោយសារស្រូវពូជ85អាយុកាលវាខ្លីហើយយើងត្រូវការបាយឲ្យលឿនទៅដើម្បីឲ្យកូនវាបាយគុំបានលឿនបាទបានដើមច្រើនដូចស្រូវនេះអញ្ចឹងយើងឃើញហើយគឺឫសច្រើនដងដើមធំល្អស្លឹកវាក្រាស់ចូលត្រង់ល្អតែអ្វីដែលពិសេសគឺវាបាយគុំច្រើនក្នុងមួយគុំនេះគឺបាយច្រើនមែនទែនបាទស្រូវយើងកម្លាំងល្អហើយចំពោះការដែលយើងធ្វើការប្រើប្រាស់ជីលើកទី2ជីលើកទី2គឺមិនខុសពីរូបមន្តលើកទី1ទេយើងមាន2ជំរើសដូចគ្នាបើស្រូវយើងអត់សូវល្អស្រូវយើងរាងខ្សោយហើយជាពិសេសគឺស្រូវពូជ OM 5451គឺវាត្រូវការជីខ្លាំងជីច្រើនយើងអាចជ្រើសរើសប្រើប្រាស់ជីស៊ីងត្រូជែនលាយជាមួយជី164110ដែលប្រភេទជី DAP ក្រុមហ៊ុន SPK 1កម្រិតប្រើ1 2បាទមានន័យថាស៊ីងត្រូជែន1 DAP 2បាទហើយចំពោះជំរើសទី2បើយើងខ្ជិលលាយស្រូវយើងល្អហើយយើងអាចប្រើរូបមន្ត28-16-8ដែល28-16-8វាមានកលីចូលរួមដែលធ្វើឲ្យស្លឹកស្រូវយើងក្រាស់រឹងឈរត្រង់ល្អពេលដែលយើងបាយទៅលូតលាស់ល្អហើយគឺរឹងមាំហើយចំពោះវគ្គនេះផងដែរគឺរយៈពេលដែលយើងបាយហ្នឹងទង់27ទៅ29ថ្ងៃគឺយើងធ្វើការបាយហើយចំពោះពូជ85 27ថ្ងៃគឺល្មមតែម្ដងតែបើសិនជា
ពូជOM 5451បាទគឺយើងគួរតែបាចខ្ទង់29ដល់30ថ្ងៃបាទ29ដល់30ថ្ងៃគឺល្មមដែលយើងបាចវគ្គទី2ណាហើយកម្រិតនៃការបាចជីវគ្គទី1និងវគ្គទី2ខ្ទង់12ថ្ងៃដែលយើងបូកវគ្គ1និងវគ្គ2 12ថ្ងៃយើងអាចបាចម្ដងទៀតបានហើយចំពោះពេលវេលាដែលយើងធ្វើការបាចលើកទី3ហើយនឹងប្រភេទជីយើងមាន2ជំរើសដូចគ្នាចំពោះជំរើសទី1គឺជី NPK 22/718 បាទ NPK 22/718គឺយើងជាជំរើសទី1បើយើងសម្រាប់ពូជ OM 5451គឺវាត្រូវការសួតរៀងខ្ពស់បន្តិចអញ្ចឹងយើងអាចធ្វើការប្រើប្រាស់រូបមន្តនេះបានហើយយើងប្រើសុទ្ធដូចគ្នាហើយចំពោះជំរើសទី2សម្រាប់ស្រូវដែលល្អខ្លាំងស្រូវដែលលែងដើមខ្លាំងស្រូវដីដែលរឹងជម្រៅអញ្ចឹងយើងអត់ត្រូវការដើមដងស្រូវខ្ពស់ពេកទេត្រូវការដើមដងខ្លីល្មមហើយជីជាតិវាគ្រប់គ្រាន់ហើយវាត្រូវការជាតិប៉ូតាស្យូមខ្ពស់ដើម្បីជួយពង្រឹងដងដើមស្លឹកហើយនឹងជាពិសេសគឺការជំរុញដល់ការដាក់គ្រាប់ដល់គល់គូល្អ15-5-30ស័ក្តិសមបំផុតចំពោះពូជស្រូវដែលប្រឈមនឹងជំងឺបន្លាស់ដូចជាស្រូវពូជ85ស្រូវពូជOM 49ហើយនឹងក៏ដូចជាស្រូវពូជសែនក្រអូបបាទហើយពេលវេលានៃការដាក់គឺយើងត្រូវការដាក់នៅពេលដែលស្រូវយើងពេជ្រសលៃទូចបាទនេះគឺស្រូវពេជ្រសលៃទូចយើងដាក់វាទៅគឺដើម្បីឲ្យស្រូវយើងដង្ហើមធំចេញគ្រាប់ច្រើនចេញស្មែងច្រើនអញ្ចឹងស្រូវយើងផលហើយមួយទៀតគឺវាដាក់គ្រាប់ដល់គល់គូល្អនេះគឺជារូបមន្តដែលយើងធ្វើការប្រើប្រាស់ជីក្នុងស្រែហើយចំពោះស្រូវពូជ85យើងគួរតែផ្ដាច់អាយុត្រឹម37ថ្ងៃល្អហើយ37ថ្ងៃណាមិនដល់39ទេហើយបើសិនជាស្រូវពូជ5451អាចខ្ទង់41 42ឬក៏40គុតក៏បានដែរយើងអាចផ្ដាច់ជីបានហើយវាពេជ្រសលៃហើយបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញជំរើសនៃការប្រើប្រាស់ជីដោយដែលខ្ញុំបង្ហាញនេះប៉ុណ្ណឹងបាទបើមានចម្ងល់អាចតាក់ទងសាកសួរផ្នែកបច្ចេកទេសដោយដែលមានលេខដែលខ្ញុំបង្ហាញគឺ077 5ដើម149 060 609 693ដើមហើយនឹង092 8 75 77 060 632 633ដើមបាទអរគុណបាទសម្រាប់ការទស្សនា